Sure, one of the top training is some very true multi-movie to cả sự bình thường của cuộc tới cả sự bình thường của cuộc nó cái việc hiện thay cho mình là chẳng có một cặp để giúp dưới mèo sắp được này chẳng có sân mà nè sự bình thường nên tây quốc hiện trơn bằng hai thà nè ban chừng này về trơn nó có ca bệnh chọc cùng rong muối nó ca xoay rút sạch bàn phơi mấyឬក៏អេរិយាបថថ្មីមួយសបិនពីការមានផ្ទៃពោះមានសំខាន់ថាអ្នកក្នុងជីវិតពិតមានការពោពោះមែនឬក៏អត់នោះទេប៉ុន្តែវាបង្ហាញថាអាចមានអ្នកនៅក្បែរអ្នកមានផ្ទៃពោះហើយអត្តន័យក៏មានភាពខុសគ្នាទៅតាមរូបភាពទាំងអស់នោះដែរដូច្នេះនិយាយជាទូទៅប្រសិនបើអ្នកមនុស្សស្រីហើយសបិនឃើញខ្លួនឯងមានផ្ទៃពោះវាបង្ហាញថាអ្នកនឹងទទួលបាននូវការកើតឡើងនៅទ្រព្យសម្បត្តិនិងជីវភាពរីករាយប្រសិនបើអ្នកជាក្មេងស្រីឬក៏នារីជំទង់បានស្បិនអំពីការមានផ្ទៃពោះហើយមានភាពរីករាយវាមានន័យថាអ្នកនឹងទទួលបានសុភមង្គលនៃស្នេហាឬបង្ហាញពីការច្រណែនរបស់អ្នកចំពោះជីវិតរីករាយរបស់អ្នកដទៃប្រសិនបើក្តីស្បិនធ្វើឲ្យអ្នកមិនសប្បាយចិត្តវាមានន័យថាអ្នកអាចនឹងជួបនៅបញ្ហាប្រសិនបើអ្នកជាស្ត្រីដែលមានអាយុគ្រប់ការហើយមានក្តីសុបិនអំពីការមានផ្ទៃពោះអាចបង្ហាញពីបំណងប្រាថ្នាចង់បានផ្ទៃពោះក្នុងជីវិតពិតរបស់អ្នកបើអ្នកជាស្ត្រីដែលមានកូនហើយសុបិនថាខ្លួនពោះនោះវាបង្ហាញថាអ្នកមានជីវិតគ្រួសារដ៏រីករាយមួយឬអ្នកកំពុងមានការប្រកម្មរកុសជាមួយនឹងប្តីរបស់អ្នកប៉ុន្តែបាននឹងឃើញដល់ភាពផ្អែមល្ហែមដែលអ្នកទាំងពីរធ្លាប់មានកំឡុងពេលទៅពង្រៀបការបានលេចឡើងក្នុងសុបិនរបស់អ្នកបើអ្នកជាបុរសឬក៏មនុស្សពេញវ័យចំណាស់សុបិនឃើញការមានផ្ទៃពោះវាបង្ហាញថាអ្នកចង់បានកូនឬក៏ចង់បានចៅបើអ្នកជាកំឡោះឬក៏មុំសុបិនពីការមានផ្ទៃពោះឬក៏ទារកទៅបង្កើតវាបង្ហាញអំពីការកកើតនៃគំនិតផលិតផលឬក៏បទពិសោធន៍ថ្មីបើអ្នកសុបិនថាមានផ្ទៃពោះប៉ុន្តែក៏រលូតកូនវិញវាបង្ហាញថាគម្រោងការណាមួយនឹងត្រូវបំផ្លាញចោលបើអ្នកជាបរិសុទ្ធហើយសុបិនថាប្រពន្ធរបស់អ្នកមានផ្ទៃពោះនោះវាបង្ហាញថាអ្នកទទួលបានលាភសំណាងជាច្រើនបើអ្នកជាស្ត្រីហើយសុបិនឃើញបរិសុទ្ធម្នាក់មានផ្ទៃពោះវាបង្ហាញថាបរិសុទ្ធម្នាក់នោះនឹងជាអ្នកមករំលែកបន្ទុកឬអ្នកជាបរិសុទ្ធដែលនឹងបង្កើតសមិទ្ធផលថ្មីច្រើនទៀតសុបិនពីការមានផ្ទៃពោះបង្ហាញថារឿងគ្រប់យ៉ាងនឹងទៅមុខដោយរលូនហើយអ្នកនឹងមានសំណងសុបិននៃការមានផ្ទៃពោះអាចនឹងតាក់ទងនឹងរឿងជាច្រើនហើយអ្នកអាចវិនិច្ឆ័យទៅតាមជីវិតពិតរបស់អ្នកដំបូងវាអាចជាការឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃរបស់អ្នកពីព្រោះអ្នកអាចនឹងស្រមៃចង់បានកូនជាមួយមនុស្សដែលអ្នកស្រឡាញ់ប៉ុន្តែដោយមានបញ្ហាខ្លះៗអ្នកមិនអាចធ្វើបានដូច្នេះហើយទើបធ្វើឲ្យអ្នកមានក្តីសុបិនបែបនេះកើតឡើងមកលើសពីនេះទៅទៀតប្រសិនបើអ្នកគិតក្នុងចិត្តរបស់អ្នកមានការភ័យខ្លាចចំពោះឬមានផ្ទៃពោះនោះវាក៏ធ្វើឲ្យអ្នកកើតមានសុបិនបែបនេះឡើងមកដែរក្នុងទស្សនៈនៃការទស្សនាសុបិនដែលមានឃើញខ្លួនមានផ្ទៃពោះបង្ហាញពីជីវិតដែលមានភាពរីករាយនិងការកើតឡើងពីទ្រព្យសម្បត្តិនិងសក្តានុពលសមត្ថភាពរីកចម្រើនជាដើមនឹងគឺទាក់ទងនឹងការសុបិនឃើញមានផ្ទៃពោះចឹងទាក់ទងនឹងការសុបិនឃើញមានផ្ទៃពោះគឺមកដល់ចំណុចបញ្ចប់នៃបទចឹងនៅខ្ញុំក៏សូមអរគុណច្រើនក៏សូមគោរពលាបងប្អូនចា៎កុំភ្លេចតាមដានវីដេអូក្រោយទៀតទាក់ទងនឹងការសុបិនកាត់ដូចនេះបងប្អូនចា៎សូមអរគុណច្រើនសូមគោរពលា